បងប្អូនសួរខ្ញុំតាក់ទងនឹងរឿងម្ទេសដាំទៅស្លឹកវាខូចស្លឹកវារួញហើយមួយទៀតម្ទេសផ្លែមកវាគេហៅថាអាលួយងាប់ទៅវិញឬក៏ស្ពូនទៅវិញគឺឬក៏ជ្រុះផ្លែទៅវិញអញ្ចឹងណាអត់ដូចម្ទេសខ្ញុំអញ្ចឹងហេតុអីអញ្ចឹងណាសំណួរទាំងអស់ហ្នឹងគឺថាខ្ញុំជួបបានច្រើនដែរហើយបងប្អូនខ្លះគាត់អនុវត្តនៅវិធីងាយរបស់ខ្ញុំវីដេអូចាស់ខ្ញុំអញ្ចឹងទៅគាត់បានប្រាប់មកថាធ្វើតាមអ្វីដែលខ្ញុំជម្រាបជូនទៅឃើញមានផលល្អហើយម្ទេសគាត់បានផលបានអីចឹងណាឥឡូវខ្ញុំលើកពីបញ្ហាដែលតាក់ទងនឹងម្ទេសដែលវាស្អុយអីចឹងណាបងប្អូនខ្ញុំសូមបញ្ជាក់ជូនបងប្អូនខ្ញុំនិយាយនេះគឺម្ទេសដែលយើងដាំញ៉ាំអាពួកម្ទេសទូចញ៉ាំយហិលណាតែបើម្ទេសធំដូចជាម្ទេសផ្លោកម្ទេសអីហ្នឹងខុសគ្នាបងប្អូនព្រោះម្ទេសផ្លោកហើយនិងម្ទេសហ្នឹងដាំទៅដូចគ្នាប៉ុន្តែការមើលថែខុសគ្នាដាច់តែម្ដងដោយសារប្រភេទសត្វមួយចំនួនវាស្រឡាញ់ណាស់ម្ទេសផ្លោកហើយប្រភេទសត្វខ្លះទៀតវាអត់សូវស្រឡាញ់ម្ទេសនេះទេប៉ុន្តែវាតិចឲ្យលួយដូចគ្នាអញ្ចឹងចំណុចដែលតាក់ទងនឹងម្ទេសស្លោកពណ៌លឿងអាលួយទៅវិញជ្រុះទៅវិញចិត្តទុំហើយជ្រុះទៅវិញស្លោកទៅវិញស្លឹកឡើងអីគេរួញស្លឹកអីហ្នឹងតោះឥឡូវយើងនិយាយពីបញ្ហាហើយចាំយើងនិយាយពីការកែតម្រូវមកវិញបញ្ហាវាអាចតាក់ទងនឹងដីមានន័យថាជួនកាលដីយើងបើមានប្រភេទមេរោគឬក៏ប្រភេទ fungus អីវាធ្វើឲ្យដំណាំរបស់យើងហ្នឹងវាបដូរពណ៌បដូរអីដែរហើយនឹងមួយទៀតសត្វនៅក្នុងដីវាមានច្រើនប្រភេទប៉ុន្តែប្រភេទដែលខ្ញុំកត់សម្គាល់ខ្លាំងបំផុតហើយធ្វើឲ្យដំណាំតំណោយយើងខូចខាតនោះគឺជាប្រភេទសត្វតកៅដួងសនឹងឯងសត្វហ្នឹងគឺវានៅក្នុងដីហើយសត្វហ្នឹងមិនមែនតកៅដួងហ្នឹងពងចេញពីតកៅហ្នឹងញាស់នៅក្នុងដីហ្នឹងទេបងប្អូនគឺជាសត្វស្លាបគេបើជាភាសាខ្ញុំស្គាល់តែជាភាសាអង់គ្លេសខ្មែរខ្ញុំអត់ដឹងណាបងប្អូនគេហៅថា Japanese beetle ប្រភេទវាពណ៌រាងខ្មៅហើយវាមកចាយចងគ្នានៅរដូវមុនគេហៅថារដូវផ្ការីកផ្កាអីហ្នឹងហើយនឹងរដូវហ្នឹងក៏សម្បូរដែរបងប្អូនវាចាយចង់ហើយវាពងនៅលើដីកាលណាវាពងហើយអាកូនរបស់វាអាពងរបស់វាហ្នឹងគឺញាស់នៅក្នុងដីឯងបងប្អូនហើយកាលណាវាញាស់ក្នុងដីហើយវាក៏កើតចេញជាតកៅដួងនឹងឯងវិវត្តខ្លាយជាតកៅដួងនឹងឯងហើយនៅក្នុងសួនដំណាំរបស់ខ្ញុំគឺតកៅនឹងច្រើនមែនតែនអ្វីដែលខ្ញុំអាចជួយដំណាំរបស់ខ្ញុំបានគឺឆ្នាំហ្នឹងខ្ញុំអត់ដាំដំណាំហ្នឹងទេគឺខ្ញុំដាំgarlic ខ្ទឹមសដើម្បីជួយកាត់បន្ថយអាសត្វនឹងពីក្នុងដីដោយសារខ្ទឹមសវាអត់ចូលចិត្តក្លិនខ្ទឹមសទេបងប្អូនប៉ុន្តែយើងបើសិនជាយើងដឹងថាវាសម្បូរច្រើនមានតកាយវាឲ្យដកចេញបញ្ចឹងឯងបងប្អូនត្រូវទៅរកទិញថ្នាំទិញអីយកមកដាក់នៅរោយដីដើម្បីការពារវាហើយបើបងប្អូនមានផេះបងប្អូនអាចមុននឹងធ្វើការដាក់ដាំបងប្អូនអាចរោយផេះនៅលើតំណោយអីគេដីបងប្អូនបានពេលដែលបងប្អូនរៀបចំដីខ្ញុំអត់មានផេះទេបងប្អូនអញ្ចឹងគឺពិបាកមែនតើឥឡូវយើងចូលចំណុចមួយទៀតតាក់ទងហ្នឹងយើងតាក់ទងក្នុងដីហើយនឹងមួយទៀតដំណាំរបស់យើងខ្វះជីកាលណាវាខ្វះជីក៏វាលូតលាស់អត់សូវល្អហើយវារួញស្លឹករួញអីនឹងមួយបន្ទាប់មកទៀតវានឹងតាក់ទងនឹងគេហៅថាសัตว์នៅលើអាកាសធាតុម្ដងមានក្នុងដីនិងលើអាកាសធាតុក្នុងដីហ្នឹងគឺវាស៊ីរឹសអាលើនេះគឺជួនកាលវាតិចហើយវាស៊ីដែរភាគច្រើនគឺសម្បូរជាងគេគឺអាសัตว์រួយតិចបងប្អូនតិចហើយនឹងមួយទៀតខ្ញុងនៅក្នុងសួនដំណាំរបស់ខ្ញុំសម្បូរណាអាខ្ញុងខៀវខ្ញុងគឺមានច្រើនប្រភេទដែរគួរសមដែរបងប្អូនតែនៅក្នុងសួនរបស់ខ្ញុំគឺមានអាពីរអាមួយខ្ញុងពណ៌រាងត្នោតអាមួយទៀតខ្ញុងពណ៌ខៀវអាខ្ញុងពណ៌ខៀវហ្នឹងគឺវាតិចទៅលើម្ទេសរបស់យើងហ្នឹងខ្លាំងមែនតើវាតិចទៅលើម្ទេសហ្នឹងអញ្ចឹងវាធ្វើឲ្យម្ទេសយើងហ្នឹងអន់ស្លឹកអាលួយខូចទៅវិញអាពណ៌brown ហ្នឹងគឺវាចូលចិត្តណាស់វាទៅនៅក្នុងដីខ្ញុំអត់ដឹងថាវាធ្វើអីនៅក្នុងដីទេប៉ុន្តែខ្ញុំសម្បូរឃើញវាច្រើនតែទុំនៅក្នុងដីអាខៀវហ្នឹងគឺវាទុំលើដើមម្ទេសនឹងឯងហើយមួយទៀតតាក់ទងនឹងដំណាំបងប្អូនខ្វះជីហ្នឹងគឺវាអាចមានខ្វះជីធម្មតាហើយនឹងមួយទៀតខ្វះជីកាល់ស្យូមអញ្ចឹងបើសិនជាបងប្អូនចង់ដឹងថាជីកាល់ស្យូមយ៉ាងម៉េចអញ្ជើញទៅមើលវីដេអូចាស់របស់ខ្ញុំហើយរៀនធ្វើនឹងជីកាល់ស្យូមបងប្អូនខ្លះគ្រាន់តែយកសបកពងមាន់យកទៅដាក់ក៏អូខេដែរប៉ុន្តែវាប្រើរយៈពេលយូរហ្មងតើអាពងមាន់ហ្នឹងត្រូវបានប្រភេទអតិសខុមប្រានស៊ីអាពងមាន់ហ្នឹងឲ្យคล้ายទៅជាកាល់ស្យូមហ្នឹងវាយូរអញ្ចឹងណា
chẳng ngay ban nhom vậy tha thưa vị thi tắc lươn chiêng dân thưa tầm pan ngay dân ban vô mà pra chẳng á nắng chi calcium hai sầm rạp mặt té bong ôn bà miên pa nhà ha sලឹកខូចស្លឹករួញស្លឹកជ្រួញស្លឹកមានអុចខ្មៅហ្នឹងគួរតែបេះវាចាញ់ហើយបងប្អូនត្រាំទឹកសបកចេកត្រាំទឹកសបកចេកយើងហ្នឹងយក3សបកចេកចឹងមកយើងត្រាំទឹក1លីត្រទៅឬក៏បងប្អូនអាចត្រាំជាមួយនឹងទឹកអង្ករ1លីត្រទៅពេលយើងលាងអង្ករហើយយើងយកទៅត្រាំចឹងណាបន្ទាប់ពីត្រាំហើយម្លងបាន1ថ្ងៃ2ថ្ងៃហ្នឹងបងប្អូនច្រោះទឹកហ្នឹងយកមកបាញ់ទៅលើមកទេបងប្អូនទៅបើបងប្អូនចង់បាញ់អាចសម្រាប់ខ្លួនខ្ញុំតែម្ដង2អាទិត្យបានខ្ញុំបាញ់ម្ដងបងប្អូនអាចជ្រើសរើសយក10ថ្ងៃឬក៏2អាទិត្យកុំបាញ់ខ្លាំងពេកតែបាញ់ខ្លាំងពេកវាធ្វើឲ្យម្ទេសយើងនឹងខូចខាតទៅវិញបងប្អូនខ្លះគាត់ថាហេតុអីដាក់ជីបន្តិចបន្តិចម៉េះមិនមានជីជាតិបងប្អូនរុក្ខជាតិអត់ត្រូវការជីខ្លាំងពេកទេត្រូវបើបងប្អូនដាក់ជីខ្លាំងពេកវាធ្វើឲ្យរុក្ខជាតិបងប្អូននឹងងាប់ទៅវិញខូចខាតទៅវិញលឿងទៅវិញជីជ្រុលក៏លឿងអត់ជីក៏លឿងអញ្ចឹងណាហ្នឹងហើយមួយទៀតនឹងការដាក់ជីនឹងគល់មួយខែខ្ញុំដាក់ជីម្ដងហើយកុំភ្លេចបងប្អូនបើសិនជាសបកចេកដែលបងប្អូនច្រោះទឹកហើយបងប្អូនអាចដាក់ក្នុងធុងកប៉ុស្តិ៍ក៏បានបងប្អូនអាចមកកាយដីពីខាងក្រោមដើមឈើរបស់បងប្អូនហ្នឹងកប់កាកសំណល់ហ្នឹងនៅក្រោមដើមឈើរបស់បងប្អូនឬក៏ក្រោមដើមម្ទេសរបស់បងប្អូនទៅគឺជាការស្រេចអញ្ចឹងដូចខ្ញុំតែងតែជម្រាបជូនឡើងវិញម្ដងហើយម្ដងទៀតសំខាន់គឺការមើលថែនិងការដាក់ជីនឹងឯង2អាទិត្យខ្ញុំដាក់ជីម្ដង1ខែខ្ញុំដាក់ជីកំប៉ុស្តម្ដងហើយមិនថាតំណាំអ្វីក៏ដោយជីកំប៉ុស្តគឺល្អបំផុតសម្រាប់សួនតំណាំអញ្ចឹងបើសិនជាបងប្អូនមានពេលគួរតែរៀនធ្វើជីកំប៉ុស្តខ្លួនឯងដើម្បីយកមកដាក់នៅក្នុងសួនតំណាំរបស់យើងជីកំប៉ុស្តបងប្អូនត្រូវប្រយ័ត្នផងពេលដែលការដាក់អ្វីផ្សេងនៅក្នុងជីកំប៉ុស្តរបស់យើងបើសិនជាតំណាំរបស់យើងមានមេរោគឬក៏មានប្រភេទ fungus បាក់តេរីអីផ្សេងនៅលើស្លឹកសូមកុំដាក់នៅក្នុងធុងកំប៉ុស្តរបស់បងប្អូនជៀសវាងវាឆ្លងពីមួយឆ្នាំទៅមួយឆ្នាំអញ្ចឹងក្នុងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងអូន comment នៅខាងក្រោមខ្ញុំឆ្លើយតបមិនតាន់ព្រោះដោយសារជួនកាលខ្ញុំធ្វើការអញ្ចឹងបើសិនជាបងប្អូនចង់សួរអាចឆាតមកសួរខ្ញុំបានខ្ញុំអត់កំណាញ់ទេព្រោះចំណេះដឹងនៃការដាំដុះរបស់ខ្ញុំមានប្រមាណគឺខ្ញុំចែកជូនបងប្អូនទាំងអស់ដោយឥតគិតថ្លៃចាអរគុណច្រើនជម្រាបលា